ជំរាបសួរបងប្អូន Welcome back to my channel. Finally, it's vlog to San Diego. So today,ពួកខ្ញុំ gonna go to SeaWorld. So my son with my Nathan first time គាត់មកលេងនៅ SeaWorld. It's his birthday gift to him កាដូខ្ញុំឲ្យថ្ងៃខួបកណ្ដាល him. It's past for a couple months already ប៉ុន្តែឲ្យ him go sightseeing and stuff. Robert change ខ្ញុំទៅ SeaWorld ប្រហែលជា couple years ago. Hey, long line កំពុង waiting for the ticket and the ticket that time ម្នាក់ឡើង$126រៀងថ្លៃទៅខ្ញុំ recommend ទៅទិញ on a website cheaper than they អញ្ចឹងណាហើយគឺមាន a lot of fish បងប្អូនអាច touch it and play with it មាន playground for kids basically អាហ្នឹង kid world ហ្មងណាវាថាកូនក្មេងចូលចិត្ត activity អញ្ចឹងហើយដើរ a lot បងប្អូន make sure បងប្អូនទៅពាក់វិជើង comfort ហើយមានអតិរុញឲ្យកូនក្មេងក៏គួរដែរព្រោះគ្នាដើរហត់ដែរហើយទៅនេះកូនប្រុសខ្ញុំគេពីរអ្នកអង្គរគេទៅខ្ញុំលាករោបចេះទៅ climb អកាយរីជាងប្អូនខ្ញុំទៅជួយហើយគេហ៊ាន climb ខ្លួនគេហ៊ានលឿនណាបងប្អូន he's want to do all the activity and he climb himself which is really good ចឹងណាហើយ it's good it's just នៅ San Diego the weather was like around 80 which is like ក្តៅប៉ុន្តែវា perfect ចឹងណា for beach time ឬថាវាអត់ដែរ hit ដល់90ដូចនៅ Sierra ឯងពេលខែក្តៅនៅនោះ weather គេនឹង perfect ហ្មងហើយកូនប្រុសខ្ញុំក្តីសុខគេពេញទំហឹងណាបងប្អូនហើយបាន climb ឲ្យដើរពីជុំទៅឲ្យចុះមកវិញសិនហើយព្រោះអាហ្នឹងទៅ start เนาะត្រូវនៅកន្លែងថ្មីទៀតហើយគេទៅលេងសួរហ្នឹងនឹងមិនហ្នឹងជាមួយគ្នាទាំងអស់ហ្នឹង set for kid toy អូ free បងប្អូនចូលយើងចំណាយអស់ចាអាហ្នឹងfree ឲ្យបងប្អូនអាចជិះអីចឹងទៅហើយគឺមាន aquarium ដូចកន្លែងខាងដូចនេះshellfish អីហ្នឹងមានទាំងអស់ហ្នឹងបងប្អូនអាចទៅមើលដូចវា slash activity ដូចលេង show ផងហើយនឹង aquarium មានសត្វមាន everything basically like ស្រៀងសួនសត្វតែសួនសត្វនៅ San Diego ក៏គួរដែរបងប្អូនណាក៏បានទៅ San Diego I like near California ខ្ញុំចូលចិត្ត San Diego the most it's like the weather the food it's a lot of places to sightseeing ចឹងណា which is good ហើយកូនប្រុសខ្ញុំហ្នឹងអត់ទេទីទៅលេង playground វិញអត់ចង់មើលវាថាចុះបានដំបងហ្នឹងបានឃើញឯនេះហើយបានកន្លែងលេងហើយគេអត់នេះគេអត់សុបាយចិត្តអូកោគេចង់បានថយហើយនៅ look at penguin is so cute គេចង់បានថយនោះកប៉ាល់ហោះហ្នឹង$50ហើយខ្ញុំថាអូ expensive ថ្លៃតែគេដឹងតែម៉ែអត់ទិញគេខំទៅយកទូចមួយយកទូចមួយហ្នឹងគេថាម៉ែទិញឲ្យមានណាបងប្អូននៅថ្លៃទៀតនោះដល់ពេលថ្លៃទៀតនៅ30រៀលខ្ញុំអត់ទិញជុំប្រកាច់ប្រកិនស្នាងអត់រនាដីតែជុំលហេមលហាមខ្ជិលទិញឲ្យចុះនៅឃើញវាថ្លៃហើយ he had a lot of toy so just ឲ្យ him មើលអញ្ចឹងទៅហើយគេមាន a show this is the Oka show ខ្ញុំអត់ដឹងខ្មែរគេហៅអីណាបងប្អូនប៉ុន្តែថៃនឹងគេលោតអូល្អមើលហើយអានឹង Oka ហ្នឹងខ្ញុំអត់ដឹងខ្មែរដឹងគេហៅពីអីច្បាប់បងប្អូនណាគាត់ដឹងគាត់អាច comment on the message below ចឹងហើយខ្ញុំដឹងទូខ្ញុំអត់សូវដឹងពាក្យខ្មែរគេហៅអីខ្ញុំដឹងថៃបលែងថៃឆ្លាមថៃអីប៉ុន្តែថៃ Oka ហ្នឹងអត់ដឹងអត់ដឹងស្រុកខ្មែរយើងមានអត់ណាតែ show គេហ្នឹងរៀងកាត់ឈៀងមុនពីមុនមានមនុស្សស្រីហាយទឹកជាមួយថៃហ្នឹងចឹងប៉ុន្តែឥឡូវគេធ្វើ more like natural way ឬថាសัตว์ពេលទៅ ocean ទៅបងប្អូនឃើញចឹងហើយវា flash ចឹងអា Tundra តបារ៉ុសហ្នឹងណាគេអង្គុយក្រុមហ្នឹងគឺគេហៅ wet zone ណាឬថាសត្វទឹកខ្លួននៅហ្នឹង fan តែនៅមកថៃឆ្លាតណាបងប្អូនគេ train and everything so yeahបងប្អូនណាគាត់កូនចូលចិត្តទៅមើល activity ចឹងហើយនឹងសួនសត្វអីចឹងខ្ញុំ recommend out to go there so it's it's gonna be like at least couple 4 or 5 hours there too like make it money worth because
spend ថ្លៃពីមុនតា50រៀលជាងអីប្រហែលឆ្នាំមុនឥឡូវមកថ្លៃណាស់អញ្ចឹងបាទបងប្អូនណាគាត់ទៅខ្ញុំ recommend ទៅរក ticket online is cheaper I think it depend on a weekday ខ្លះតា50រៀលប៉ុន្តែកូនប្រុសខ្ញុំក៏គេគិតលុយដែរបងប្អូន4ឆ្នាំ it's not free គិតតម្លៃស្មើនឹងដដដែរអញ្ចឹងទៅ so expensive ខ្ញុំឈប់ទៅខ្វាត់នៅទៅអ្នកប្រុសនោះគាត់ធ្វើការនៅនឹងគេគាត់លក់ ticket ឲ្យ5នាក់អស់300អញ្ចឹងទៅយើង save money ដែរខំអីហ្នឹងចូលចិត្ត5 600ដែរណាហើយនឹង he give us the free ride big one เนาะអញ្ចឹងទៅម៉ៃប្អូន he Varaki do the ride អញ្ចឹងហើយ show ហ្នឹងប្រហែលជាកន្លះម៉ោងដែរមក show មួយពួកខ្ញុំមើលចេះទៅខ្ញុំបាន add with បញ្ចូលសលេងឯងព្រោះវាមាន music ក៏មានសលេងsong នៅខាងក្រោមហ្នឹងចេះទៅខ្លាចដល់ពេលខ្ញុំដាក់ original sound ចឹងខ្ញុំខ្លាចជាប់ copyright ចឹងណាតើពេលណាវាអត់មានទៅ sound បាទខ្ញុំอันนี้បងប្អូនស្ដាប់សលេង activity ហើយចឹងយ៉ា show នេះ it was fun គឺថា a lot of people តើមើល show ហើយ show ហ្នឹងលេងតែមួយថ្ងៃតែ3ដងហើយបងប្អូននេះអាចហើយជាមួយលើប្រវាយចឹងណាមើលទឹកជាមួយប្រវាយហ្នឹងហើយក៏មាន roller coaster ហ្នឹងហើយ flamingo ហ្នឹងបងប្អូនអាចថតចុះនិយាយថាសួនគេហ្នឹងវាធំបងប្អូនប្រហែលហិកតាហ្នឹងបងប្អូនដើរមើលហើយអានេះ show កន្លែងសត្វភេគេលេង show ហើយអានេះខ្លាចជាប់ copyright ហ៊ីរមអីហ្នឹង so funny ហើយតា show ហ្នឹងក៏មួយយ៉ាងហើយថាកន្លះម៉ោងដូចគ្នាឬតាម bike to bike ចឹងបងប្អូនទៅមើលទៅ it's fun ខ្ញុំ recommend to បងប្អូនណាគាត់បានទៅ see world ហ្នឹងខ្ញុំ recommend to I think they have one in Florida too ប៉ុន្តែ San Diego ខ្ញុំទៅ this is my second time going that side ចឹងប៉ុន្តែខ្ញុំបាទខ្ញុំ recommend ឲ្យទៅស៊ូវា big one ហ្នឹងហៅសត្វមានចរ៉ាស់មានអី more fun to មួយយ៉ាងម្នាក់ស៊ីសងលើបងប្អូនឬថាចំណូលចិត្តចឹងណានេះហៅ more សត្វមួយយ៉ាងខាង mostly like ខាងទឹកចឹងណាហើយខាងសួនសត្វពីចឹងខាងគោកចឹងហើយ that make very nicely done Seymour perfectly demonstrating the strength and agility of the California Sea Lion. Wow, Clyde, I have no idea how you two are going to top that. Well, Dylan, nice jump. Okay, Clyde, this is a little embarrassing. What's going on? Oh, wow, anything else? Okay, wow, why didn't you say so before? And I don't want to interrupt. Well, you're never gonna get this, Dylan, but Clyde just said lightning. What do you even call that? We're gonna call that freestyle. Everybody give it up for Clyde! Wow, that segment actually worked, but I'm not 100% Got it. Okay, very nice. Now spin your whole body in a circle. There we go. Okay, very nice. All right, you have done a fantastic job. We are going to get you a 1, 2, 3. Very nice. Everyone give our new future conservationist a round of applause. ហើយបន្ទាប់មកពីវិញទៅមកតែមកកន្លែង condo ខ្ញុំហ្នឹងហើយកូនប្រុសខ្ញុំ after យំលហេមលហាមកដល់ផ្ទះគេយកចិត្តតាគេថើបតាគេគីខាត់តាគេ kiss ហើយពួកខ្ញុំ spend watching sunset ទីហ្នឹងទៅហើយទឹកខ្ញុំបាន record ពេលហើយទឹកណាបងប្អូនមកដល់ពីកន្លែងដើរលេងមកទៅហើយទឹកហើយ watch sunset ហ្នឹង around like 7-ish វាលេចហើយស្អាតបងប្អូន like first time ever បងអូនខ្ញុំនឹងខ្ញុំបុក the place from Airbnb like perfect ហ្មងវាថា nearby the beach ចឹងហើយ good quality ហើយងាយហ្នឹងទៅញ៉ាំ dinner ផ្ទះពុកម៉ាក់ប៉ាខ្ញុំហើយគាត់បែកគ្នាជិត40ឆ្នាំបងប្អូនតាំងពីជំនាន់ពពោតជិតទៅគាត់នៅ San Diego ហ្នឹងទៅលេងផ្ទះគាត់ហើយគាត់ញ៉ាំហូបបួស around that time ម៉ោង 9 យប់ហើយបងប្អូនខ្ញុំមក so that tired ចូលដើរលេងមួយថ្ងៃហើយផ្ទះគាត់ដាំដំណាំច្រើនអត់បានថតអីនេះមើលច្បាស់បាត់យ៉ាវីដេអូនោះមានប៉ុណ្្នឹងទេ